បុរសម្នាក់គ្រាន់តែបោះកន្ទុយបារីមួយចោលស្រាប់តែស្មៅនៅលើដីលាស់ចេញវាក៏បានធ្វើឲ្យនាងមានការងឿងឆ្ងល់ភ្លាមហើយអ្វីដែលធ្វើឲ្យនាងកាន់តែភ្ញាក់ផ្អើលនៅទីនេះបែរជាធ្វើពីដីយ៉ាត់ចោលទៅវិញក្រោយមកនាងបានឡើងទៅលើដំបូលហើយរកឃើញទាំងអស់នៅទីនេះគឺដូចគ្នាទាំងស្រុងបុរីទាំងមូលមើលទៅដូចជាត្រូវបានចម្លងដាក់អញ្ចឹងសូម្បីតែពុកនៅលើមេឃក៏មើលទៅខ្លាំងខ្លាយដែរដើមឡើយគាត់គ្រាន់តែចង់ទិញផ្ទះសម្រាប់រៀបការនៅទីនេះប៉ុន្តែបុរីដ៏ចម្លែកបែបនេះតើពួកគេហ៊ានរស់នៅបានយ៉ាងម៉េចមិត្តស្រីចេញទៅវិញភ្លាមប៉ុន្តែពួកគេបើកបរអស់រយៈពេលតែត្រឡប់មកផ្ទះគំរូលេខ9ដែលបានមើលដំបូងដដែលចុងក្រោយពួកគេនៅតែមើលឃើញមេឃងើបតែឡានអស់សាំគេបានត្រឡប់មកបន្ទប់លេខ9ជាលើកទី7មានតែចូលទៅខាងក្នុងម្ដងទៀតសំណាងល្អក្នុងទូទឹកក៏មានស្រាសម្ប៉ាញនិងផ្លែឈើប៉ុន្តែផ្លែស្បឺរីមានរសជាតិដូចជាក្រមួនគ្មានរសជាតិតតែសោះបានគិតច្រើនក៏ញ៉ាំឲ្យឆ្អែតពុះសម្រាប់មួយយប់ថ្ងៃទី2ពួកគេសម្រេចចិត្តដើរចាក់ចេញដោយថ្មើរដើម្បីកុំឲ្យវង្វេងពួកគេសុខចិត្តផ្លោះរបងជាជាងបដូរទីដៅហើយដើរសម្ដៅទៅតាមទិសព្រះអាទិត្យប៉ុន្តែពួកគេបានដើររហូតដល់ព្រះអាទិត្យលិចតែនៅតែមិនអាចចេញពីបរិយានៅពេលដែលពួកគេទាំងពីរស្ទើរតែបោះបង់ទឹកហើយនោះស្រាប់តែឃើញមានពន្លឺភ្លើងចេញពីផ្ទះមួយខ្នងនេះមានន័យថាទីនេះប្រហែលជាមានមនុស្សរស់នៅដែរតែនៅពេលដែលពួកគេស្ទុះចូលទៅក្នុងបន្ទប់ឃើញអាហារដែលនៅសល់ពីយប់មិញនៅលើតុទៅវិញពួកគេបានត្រឡប់មកចំណុចដើមវិញហើយមានគេខ្លាំងមួយនៅមាត់ទ្វាររបងដែលមានផ្ទុកទៅដោយសម្ភារៈប្រើប្រាស់និងអាហារដូចជាមាននរណាម្នាក់កំពុងដល់ពួកគេកំពុងត្រូវបានគេតាមដានសង្កេតដល់អ្នកលក់ផ្ទះដែលនាំមកហើយបាត់ខ្លួនធ្វើឲ្យពួកគេមានអារម្មណ៍ថាដូចជាត្រូវគេលេងសាច់ដាក់ដើម្បីឲ្យភីគីមខាងទៀតបញ្ឈប់សកម្មភាពគាត់បានឆ្លើយតបភ្លាមដោយដុតភ្លើងផ្ទះលេខ9តែម្ដងគាត់ចង់ប្រើវិធីនេះបង្ខំអ្នកបញ្ជាពីក្រោយខ្នងឲ្យបង្ហាញខ្លួនតែទោះបីជាពួកគេមើលផ្ទះខ្លាយជាភ័យនឹងភ្នែកក៏នៅតែមិនមានអ្នកណាម្នាក់បង្ហាញខ្លួនឡើយចុងក្រោយពួកគេអស់កម្លាំងខ្លាំងក៏ដេកលក់ទៅនៅពេលពួកគេភ្ញាក់ឡើងតែមានប្រអប់ក្រដាសមួយទៀតនៅចំពោះមុខតែលើកនេះមិនមែនជាអាហារទេតែគឺជាទារកដែលមានជីវិតម្នាក់នៅលើប្រអប់នោះមានសរសេរអក្សរដែលពួកគេចិញ្ចឹមកូននោះឲ្យធំទទួលបានសេរីភាពឡើងវិញទាំងពីរមានអារម្មណ៍ភ័យខ្លាចភ្លាមប៉ុន្តែអ្វីដែលកាន់តែលេខ9ដែលពួកគេដុតពីម្សិលមិញបែរជាលេខឡើងវិញដោយគ្មានស្នាមឆ្កូតដើម្បីចាក់ចេញពីកន្លែងចង្រៃពួកគេមានតែបង្ខំចិត្តទទួលយកក្មេងម្នាក់នេះប៉ុន្តែអ្វីដែលមិននឹកស្មានដល់នេះគឺធាត់លឿនហួសពីការស្មានត្រឹមតែ2សប្តាហ៍បានធំដូចក្មេងអាយុប្រហែល10ឆ្នាំមិនត្រឹមតែមានរូបរាងចម្លែកការនិយាយស្ដីនិងទង្វើក៏ខុសប្លែកពីលួចមើលការរស់នៅប្រចាំថ្ងៃរបស់ប្តីប្រពន្ធហើយតាមសម្ដីនិងកាយវិការរបស់ពួកគេអ្វីដែលពិបាកបំផុតគឺនៅពេលគេឃ្លានឬអារម្មណ៍មិនល្អគេនឹងស្រែកបញ្ចេញសំឡេងចម្លែកយ៉ាងខ្លាំងលីសាមានតែព្យាយាមបំពេញតាមតម្រូវការរបស់គេចំណែកតាសានវិញក្នុងចិត្តគិតតែពីរឿងរត់គេខ្លួនប៉ុណ្ណោះថ្ងៃមួយនោះស្រាប់តែនឹកឃើញវិធីមួយពួកគេគ្រាន់តែបោះសម្រាមចូលក្នុងប្រអប់ក្រដាសរាល់ថ្ងៃលុះដល់ពេលល្ងាចក៏យកប្រដាក់នៅមាត់ទ្វារហើយនៅព្រឹកព្រលឹមមានអាហារថ្មីមួយប្រអប់បង្ហាញឡើងនៅមាត់ទ្វារគិតថាឲ្យតែអាចចាប់អ្នកដែលមកបដូរប្រអប់បាននោះនឹងអាចរកឃើញអ្នកដែលនៅពីក្រោយនោះពួកគេបានសម្លឹងមើលប្រអប់នោះមិនដើម្បីចង់ដឹងថាតើនរណាជាអ្នកគ្រាន់តែមួយបោព្រឹកភ្នែកប៉ុណ្ណោះប្រអប់នោះត្រូវបានគេបដូរចេញលីសាបានសុទ្ធទឹកចិត្តហើយរត់ចូលក្នុងផ្ទះតែដាសាននៅមិនទាន់អស់ពេលនោះក៏ទុយបារីដែលនាងបានបោះចោលដោយអចេតនាបន្ទាប់មកក៏បានបកស្មៅពីក្រោមចេញជាផ្ទាំងធំបន្ទាប់មកអ្វីដែលបានកាត់ឡើងនៅដំបូងបំផុតនោះការរកឃើញនេះធ្វើឲ្យ Deshaun រំភើបចិត្តថាខាងក្រោមស្មៅអាចមានលាក់ផ្លូវចេញទៅកាន់ពិភពខាងក្រៅដើម្បីចាក់ចេញពីទីនេះគាត់ចាប់ផ្ដើមជីកកកាយស្មៅយ៉ាងអស់គាត់ជឿជាក់ថានេះជាវិធីតែមួយគត់ដើម្បីរត់ចេញតែជីកអស់រយៈពេលហើយក៏នៅតែមិនឃើញលទ្ធផលអ្វីឡើយរាងកាយរបស់គាត់ក៏ព្រោះតែការហត់នឿយរួមទាំងកង្វះអាហារូបត្ថម្ភក៏ប្រែជាទុក្ខសោកឃើញស្វាមីទៅស៊ូខ្លាំងបែបនេះក្នុងចិត្តនាងមានទាំងក្តីអាណិតនិងឈឺចាប់ក៏មិនអាចខត់ Deshaun ឲ្យជួបពេលនេះការជីករំដៅជាសង្ឃឹមតែមួយគត់សម្រាប់រស់របស់ Deshaun ទន្ទឹមនឹងនោះដែរមានអាកប្បកិរិយាកាន់តែចម្លែករៀងរាល់យប់ជ្រៅគេតែងតែលួចបើកទូរទស្សន៍ចាស់នៅក្នុងផ្ទះហើយអ្វីដែលគេមើលនោះមិនមែនជាភាពវាសុទ្ធតែជារូបភាពនិងនិមិត្តសញ្ញាញញែទាំងអស់ដូចជាកំពុងរៀនអ្វីមួយដែលមិនមែនជារបស់មនុស្សលោកទង្វើដ៏ចម្លែកនេះបានធ្វើឲ្យប្តីប្រពន្ធទាំងពីរព្រឹកក្បាល Deshaun ថែមទាំងចាប់ផ្ដើមស្អប់ក្មេងនោះទៀតផងរហូតមានគ្រាមួយនោះដោយសារតែញ៉ាំមិនស្កប់ចិត្តយ៉ាងខ្លាំងរហូត Deshaun ផ្ទុះគាត់បានបីក្មេងនោះឡើងទាំងកំហឹងឆេះជួបបីជាលេសព្យាយាមគាត់យ៉ាងណាក៏ដោយយកក្មេងទៅចាក់សោតទុកក្នុងឡានខាងក្រៅសង្ឃឹមថាវិធីនេះនឹងជួយរំសាយភាពតានតឹងក្នុងចិត្តថែមទាំងចង់ដឹងថាអាចបង្ខំឲ្យមេខ្លោងដែលលាក់ខ្លួនចេញមកតែពេលនោះលីសាស្រាប់តែផ្ទុះមនោសញ្ចិត្តនាជាម្ដាយដោយមិនខ្វល់ពីការបានបាត់របស់ឡានហើយពលកូនចេញមកក្រៅសកម្មភាពនេះធ្វើឲ្យដាសានខកចិត្តយ៉ាងខ្លាំងរបស់ប្តីប្រពន្ធទាំងពីរក៏ចាប់ផ្ដើមមានភាពរកាំដាសានលែងសូវនិយាយស្ដីច្រើនដូចតែពីពេលគាត់ក៏សម្ដៅនៅក្នុងរំដៅនោះមួយរីឯលីសាជាអ្នកទទួលខុសត្រូវមើលថែកូនទោះបីជាក្នុងចិត្តនាងភ័យខ្លាចជាខ្លាំងក៏ដោយតែនាងនៅតែសុខចិត្តជឿលើពាក្យសន្យានៅលើកេះកាតរហូតដល់ព្រឹកថ្ងៃមួយក្មេងនោះក៏ស្រាប់តែបាត់ខ្លួនលីសាបានដើររកសពពេញសហគមន៍តែនៅតែរកមិនឃើញស្រមោលកូនសោះរហូតតែដល់ពេលប្រឡប់ក្មេងនោះកាន់សៀវភៅមួយក្បាលមកផ្ទះវិញលីសាបើកសៀវភៅនោះមើលឃើញមានសុទ្ធតែសញ្ញានិងរូបភាពដែលនាងមើលមិនយល់នាងសួរកូនថាបានសៀវភៅនេះមកពីណាគ្រាន់តែញឹមអាតកំបាំងហើយនិយាយថាអាតកំបាំងដែលមិនអាចលីសាក៏សម្រេចចិត្តបដូរវិធីលួងសួរតាមរយៈការលេងហ្គេមនាងឲ្យកូនធ្វើត្រាប់តាមនឹងទឹកមុខកាយវិការដែលធ្លាប់ឃើញរាល់ពេលដែលកូនធ្វើត្រាប់តាមនាងក៏សរសើរកូននិងលើកទឹកចិត្តរហូតដល់កូនចាប់ផ្ដើមទុកចិត្តនៅពេលដែលដល់ពេលវេលាលីសាបានដាក់សំណើថ្មីមួយឲ្យគាត់ត្រាប់តាមអ្នកដែលបានយកសៀវភៅមកឲ្យគាត់នៅថ្ងៃនេះខ្ញុំមិនមែនជាម្ដាយរបស់អ្នកទេ